កំឡុងពេលវេហាអុំទុកជូននាងដួងច័ន្ទទៅតាមប្តីនាងវេហាគិតក្នុងចិត្តថាមើលទៅមុខនាងចុះល្អគុណម្លេះទេខ្សែភ្នែកស្រទន់មានមន្តស្នេហ៍អោខ្លួនខ្ញុំអើយមានប្រពន្ធហើយគេក៏មានប្តីដែរបដិចមិនប្រមាណខ្លួនសោះអញ្ចឹងហើយណាមួយឯងនេះជាអ្នកក្រខ្សត់ទៀតខ្ញុំមិនដឹងថាអ្នកគិតអ្វីនោះទេតែខ្ញុំដឹងតែម្យ៉ាងខ្ញុំលងស្រឡាញ់អ្នកតាំងពីថ្ងៃដំបូងមកម្លេះខ្ញុំមិនដែលមានក្តីសុខដូចនៅក្បែរអ្នកទេហេតុអ្វីព្រមនិខិតលេងសើចនឹងខ្ញុំម្លេះឲ្យខ្ញុំបានប្តីដែលខ្ញុំមិនបានស្រឡាញ់បែបនេះភ្លាមនោះប្តីរបស់នាងមិនបានយកចិត្តទុកដាក់នឹងនាងនោះទេគិតតែពីត្រីត្រអាជាមួយស្រីបំរើនិងទ្រព្យសម្បត្តិព្រោះគេមិនបានស្រឡាញ់នាងឡើយកាលពីព្រេងនាយមានប្តីប្រពន្ធ2នាក់ក្រណាស់ក្រោយរៀបការហើយគ្មានកូនមួយគ្រាប់នឹងគេទេនាងកូនប្រសានោះរស់នៅជាមួយប្តីនិងម្ដាយក្មេកចាស់ជរាក្នុងខ្ទមចាស់តូចមួយថ្ងៃមួយប្តីនាងចេញទៅរកស៊ីមួយរយៈទុកឲ្យប្រពន្ធនៅមើលម្ដាយជរានៅផ្ទះឯងណានៅជួយមើលម៉ែផងរៀបបាយរៀបទឹកឲ្យគាត់ពិសាព្រោះគាត់ចាស់ហើយឲ្យគាត់ហូបឲ្យគ្រប់គ្រាន់ផងអ្នកគាត់ចាស់ហើយបើចាស់ហើយមិនគិតស្លាប់ឲ្យបាត់ទៅនៅអំពោទុកគេណាខំរឹកប្រាក់ណាឯងខ្ញុំមិនឲ្យម៉ែឯងខ្វះអីពិសាទេប្តីឮបែបនេះហើយមិនបាននិយាយអ្វីទៀតឡើយហើយក៏ដើរចេញទៅព្រោះគេស្រឡាញ់និងស្ដាប់តាមប្រពន្ធគេទាំងអស់ព្រោះគេស្មោះត្រង់នឹងភរិយាណាស់នៅពេលបរិសុទ្ធជាប្តីដើរមិនទាន់ដល់ផ្សារផងគេក៏បានដើរអំពីនាយលូអស់តាមភូមិភ្លាមនោះក៏បានជួបនឹងកូនសេដ្ឋីម្នាក់ប៉ុន្តែនាងមានប្តីរួចទៅហើយក៏បានស្រែកហៅបរិសុទ្ធនោះអ្នកលូអស់ឈប់សិនបាទអ្នកនាងហៅខ្ញុំទិញអស់មែនទេខ្ញុំបាទយកអស់មកល្អមកលក់ច្រើនណាស់ចាចាំខ្ញុំជួយទិញអស់របស់អ្នកខ្លះហើយអ្នករែកមកពីណាដែរខ្ញុំរែកតាំងពីជើងភ្នំខាងណកមកណាអ្នកនាងអញ្ចឹងខ្ញុំជួយទិញទាំងអស់តែម្ដងហើយអ្នកជួយលើកចូលក្នុងផ្ទះខ្ញុំផងដោយកូនសេដ្ឋីបានជួយទិញអស់ទាំងអស់បុរសក៏បានលើកយកទៅដល់ក្នុងផ្ទះដោយកូនសេដ្ឋីបានជួយទិញអស់ទាំងអស់បុរសក៏បានលើកយកទៅដល់ក្នុងផ្ទះភ្លាមនោះប្តីរបស់នាងមិនបានយកចិត្តទុកដាក់នឹងនាងនោះទេគិតតែពីត្រីត្រអាជាមួយស្រីបំរើនិងទ្រព្យសម្បត្តិព្រោះគេមិនបានស្រឡាញ់នាងឡើយគេចង់បានតែទ្រព្យសម្បត្តិនាងប៉ុណ្ណោះបានខ្លាយជាប្តីប្រពន្ធដូច្នេះក៏ព្រោះតែលោកពុកអ្នកម៉ែនាងបង្ខំឲ្យរៀបការឯអ្នកលក់អស់ក្រោយលក់អស់ហើយក៏ត្រឡប់ទៅផ្ទះវិញរីឯនាងរ៉ាឌីនៅផ្ទះមិនបាននៅមើលថែម្ដាយក្មេកតាមបណ្ដាំរបស់វេហាដែលជាប្តីឡើយបែរជាប្រមូលយកប្រាក់ទាំងអស់ទៅទិញនំចំណីឲ្យម្ដាយនាងពិសាដោយមិនបានទុកឲ្យម្ដាយក្មេកនាងពិសាឡើយម៉ែអើយម៉ែពិសាឲ្យឆ្អែតទៅមិនបាច់ទុកឲ្យយាយកញ្ចាស់នោះទេទុកឲ្យវាឃ្លានស្លាប់នៅនឹងហើយខ្ញុំមិនខ្វល់ទេកូនឯងមិនធ្វើអញ្ចឹងកូនហើយម៉ែរាល់ថ្ងៃនេះខ្ញុំហត់ណាស់នៅមើលយាយកញ្ចាស់ហ្នឹងអូនអើយកូនយ៉ាងណាគាត់ក៏ជាម្ដាយក្មេកឯងដែរមើលថែគាត់ខ្លះទៅបានបុណ្យដែរណាកូនហើយឯងមិនចាំបាច់ធ្វើអញ្ចឹងទៀតទេព្រោះម៉ែនេះចេះគិតគូរខ្លួនឯងហើយរាល់ថ្ងៃនេះណាម៉ែដាំបន្លែបង្ការច្រើនណាស់នៅក្រៅផ្ទះពេលបានផលយកទៅលក់បានប្រាក់ម៉ែចាយតែឯងមិនអស់ទេកូនកូនឯងទុកប្រាក់ដែលប្តីឯងខំរឹកនឹងបើផ្គត់ផ្គង់គ្រួសារឯងចោះទោះម្ដាយនាងខំប្រដៅយ៉ាងណាក៏នាងមិនព្រមស្ដាប់ឡើយហើយនាងក៏ដើរចេញទៅផ្ទះវិញនិយាយពីម្ដាយវេហាវិញសម្រានយំស្ដីឃ្លាននៅកន្ទេលកូនអើយកូនម៉ែឃ្លានណាស់កូនយកបាយឲ្យម៉ែហូបផងកូនម៉ែងើបមិនរួចទេម៉ែយ៉ាងមិនឲ្យម៉ែឃ្លានណាស់កូនអើយមិនដឹងប្រពន្ធឯងនៅណាទេហៅមិនឮសោះកូនអើយពេលនោះនាងរ៉ាឌីក៏ដើរមកដល់ល្មមណែអូនឯងទៅមកពីណា
ស្មាននេះហើយមិនដេចមិនទាន់មានអីឲ្យមកពិសាទៀតណែខ្ញុំទៅផ្សារហ្នឹងណាអ្នកនេះអូនទៅផ្សារយ៉ាងម៉េចបែរជាមិនឃើញទិញអ្វីមកផ្ទះដូច្នេះគឺថាខ្ញុំទៅផ្សារថ្ងៃពេកទៅអ្នកលក់រើទៅផ្ទះវិញអស់ណាលោកប្តីលោកប្តីកុំខឹងនឹងខ្ញុំអីណាអ្នកចាំខ្ញុំទៅបេះបន្លែទៅស្លឲ្យម៉ែពិសាដោយនាងនិយាយដូច្នេះវេហាក៏បាត់ខឹងមួយរំពេចដឹងពីស្អីទេអំពោទុកសម្បើមណាខ្ញុំហត់មួយថ្ងៃរវល់តែរហូតហ្នឹងហត់ណាម៉ែអញ្ជើញពិសាបាយអរគុណហើយកូនរំលងទៅមួយខែវេហាក៏នាំយកអស់ទៅលក់ម្ដងទៀតពេលនោះនាងដួងច័ន្ទក៏បានជួយទិញអស់របស់គេទាំងអស់ថ្ងៃនេះខ្ញុំជួយទិញអស់នាយដូចថ្ងៃមុនអញ្ចឹងតែនាយជួយជូនខ្ញុំទៅតាមប្តីខ្ញុំនៅបណ្ដោយស្ទឹងបានទេព្រោះខ្ញុំមិនចេះអុំទុកទេបាទនាងចាំខ្ញុំជូនទៅចាត់ទុកថាជួយអ្នកនាងទៅចុះព្រោះអ្នកនាងជួយទិញអស់ខ្ញុំទាំងអស់រាល់តែដងកំឡុងពេលវេហាអុំទុកជូននាងដួងច័ន្ទទៅតាមប្តីនាងវេហាគិតក្នុងចិត្តថាមើលទៅមុខនាងចុះល្អគុណម្លេះទេខ្សែភ្នែកស្រទន់មានមន្តស្នេហ៍អោខ្លួនខ្ញុំអើយមានប្រពន្ធហើយគេក៏មានប្តីដែរបដិចមិនប្រមាណខ្លួនសោះអញ្ចឹងហើយណាមួយឯងនេះជាអ្នកក្រខ្សត់ទៀតខ្ញុំមិនដឹងថាអ្នកគិតអ្វីនោះទេតែខ្ញុំដឹងតែម្យ៉ាងខ្ញុំលងស្រឡាញ់អ្នកតាំងពីថ្ងៃដំបូងមកម្លេះខ្ញុំមិនដែលមានក្តីសុខដូចនៅក្បែរអ្នកទេហេតុអ្វីព្រមនិខិតលេងសើចនឹងខ្ញុំម្លេះឲ្យខ្ញុំបានប្តីដែលខ្ញុំមិនបានស្រឡាញ់បែបនេះ